ប៉ាឈីគឺជាមេតបដ៏ល្បីល្បាញម្នាក់របស់នគរឈីងក្នុងសម័យរដ្ឋចម្បាំងលោកប្រហែលជាកើតនៅឆ្នាំ330ពីមុនគ្រិស្តសករាជនៅតំបន់មីហើយបានបម្រើគរឈីងអស់រយៈពេលជាង30ឆ្នាំក្នុងអាជីពយោធាលោកបានដឹកនាំកងទ័ពឈ្នះសង្គ្រាមជាច្រើននិងដណ្ដើមបានទីក្រុងជាច្រើនសម្រាប់នគរឈីងស្នាដៃដ៏សំខាន់មួយគឺសមរភូមិអ៊ីឈៀក្នុងឆ្នាំ293មុនគ្រិស្តសករាជក្នុងសង្គ្រាមនេះប៉ៃឈីបានដឹកនាំទ័ពឈីងប្រយុទ្ធនឹងកងទ័ពសម្ព័ន្ធរបស់នគរហាននិងនគរវៃហើយទទួលបានជ័យជំនះយ៉ាងធំធេងធ្វើឲ្យកម្លាំងរបស់នគរទាំងពីរចុះខ្សោយយ៉ាងខ្លាំងបន្ទាប់មកសមរភូមិទី2គឺសង្គ្រាមជាមួយនឹងនគរឈូក្នុងឆ្នាំ279ទៅដល់ឆ្នាំ278មុនគ្រិស្តសករាជនគរឈូពេលនោះគឺជាមហាអំណាចដែលមានទឹកដីធំបំផុតនៅភាគខាងត្បូងក្នុងយុទ្ធសាស្ត្រសង្គ្រាមមេទ័ពប៉ៃឈីបានដឹកនាំទ័ពឈីងវាយចូលជ្រៅក្នុងទឹកដីសត្រូវពេលទៅដល់ទីក្រុងយ៉ានដែលមានកំពែងរឹងមាំគាត់បានប្រើប្រាស់ទឹកដោយសាងសង់ទំនប់បង្វែរផ្លូវទឹកទន្លេឲ្យហូរលិចចូលទីក្រុងបណ្ដាលឲ្យប្រជាជននិងទ័ពឈូសស្លាប់ក្នុងទឹកចំនួនរាប់សែនលទ្ធផលក្នុងសង្គ្រាមនោះនៅឆ្នាំ278មុនគ្រិស្តសករាជគាត់បានវាយបែកនិងកាន់កាប់រាជធានីយីងរបស់នគរឈូបានជោគជ័យបង្ខំឲ្យស្ដេចឈូត្រូវរត់ភៀសខ្លួនទៅទិសខាងកើតសង្គ្រាមនេះធ្វើឲ្យនគរឈូធ្លាក់កម្លាំងយ៉ាងខ្លាំងនិងធ្វើឲ្យប៉ៃឈីទទួលបានងារជាអ៊ូអានជុនដែលយើងស្គាល់តាមរយៈរឿងភាគថាសម្ដេចអ៊ូអានស្នាដៃដ៏ល្បីបំផុតរបស់លោកគឺសមរភូមិឆាងភីងដែលកើតឡើងចាប់ពីឆ្នាំ262ដល់ឆ្នាំ260មុនគ្រិស្តសករាជប៉ៃឈីបានប្រើយុទ្ធសាស្ត្រឡោមព័ទ្ធនិងកាត់ផ្ដាច់ស្បៀងធ្វើឲ្យកងទ័ពចៅចុះខ្សោយនិងចាញ់យ៉ាងធ្ងន់ធ្ងរជ័យជំនះនេះបានធ្វើឲ្យកម្លាំងយោធារបស់នគរចៅធ្លាក់ចុះយ៉ាងខ្លាំងនិងពង្រឹងអំណាចរបស់នគរឈីងទោះបីមានស្នាដៃយោធាដ៏ធំធេងក៏ដោយជីវិតចុងក្រោយរបស់ប៉ៃឈីបានបញ្ចប់យ៉ាងសោកសៅនៅឆ្នាំ257មុនគ្រិស្តសករាជលោកត្រូវបានស្ដេចឈីងបង្ខំឲ្យធ្វើអត្តឃាតបន្ទាប់ពីមានចំនួននយោបាយជាមួយនឹងរាជអាមាត្យនិងទំនាស់ពាក្យសម្ដីជាមួយស្ដេចឈីង